គ្រប់នឹងជំរាបសួរទៅកាន់ពុកម៉ែបងប្អូនយើងទាំងអស់គ្នាដែលតែនិយមគ្រប់គ្រងទស្សនវិជ្ជាប្រកួតប្រដាល់គុណខ្មែរដែលផ្សាយចេញពី Channel គុណខ្មែរ The Fight កីឡាមិនថាការប្រកួតចាស់មិនថាការប្រកួតថ្មីមិនថាការបង្ហាញវត្តមាននៅក្នុងស្រុកក៏ដូចជាការធ្វើដំណើរទៅកាន់បណ្ដាប្រទេសផ្សេងៗរបស់កីឡាករកម្ពុជារបស់យើងផងដែរបាទតួយ៉ាងវីដេអូដែលពុកម៉ែបងប្អូនយើងកំពុងទស្សនានេះគឺជាការទៅដល់ប្រទេសវៀតណាមដើម្បីចូលរួមប្រកួតបាទនៅក្នុងវិញ្ញាសានៃការប្រកួតគុណចម្រុះឬក៏ MMA ហ្នឹងឯងរវាងកីឡាករបង្គោលខៀវកីឡាកររបស់កម្ពុជាអតិជ័យច័ន្ទរាជជាកីឡាកររបស់ក្លឹបប្រដាំហិនរៈគុណខ្មែរឬក៏ Cambodian Top Team កូនសិស្សរបស់គ្រូហ៊ុនច័ន្ទរាជនឹងត្រូវធ្វើការប្រកួតនៅក្នុងប្រភេទទម្ងន់57គីឡូក្រាមជាមួយនឹងម្ចាស់ផ្ទះកីឡាកររបស់វៀតណាមដែលមានឈ្មោះថាថុងលូអាញ់គីតពុកម៉ែបងប្អូនបាទកីឡាកររុងនេះគឺជាកីឡាករមួយរូបដែលឈរនៅកម្រិតបង្គោលនៅក្នុងស្ថាប័នបាទ GMA បាទនេះគឺជាមហានៃព្រឹត្តិការណ៍ GMA ដែលធ្វើឡើងលើកទី12ហើយពុកម៉ែបងប្អូនបាទគឺមួយលើកតែងតែមានវត្តមានរបស់កីឡាករកម្ពុជារបស់យើងចូលរួមប្រកួតមិនថាបាទមួយឬក៏ពីរនេះដឹងតែមិនសូវជាចោលប្រមាណនោះទេពុកម៉ែបងប្អូនបាទតួយ៉ាងកីឡាករអតិជ័យច័ន្ទរាជរបស់កម្ពុជានេះគឺជាការបង្ហាញវត្តមានលើកទី3នៅសង្វៀនរបស់ស្ថាប័ន GMA របស់វៀតណាមដល់2លើកកន្លងទៅគឺបរាជ័យទាំងពីរសន្លប់ទាំងពីរលើកពុកម៉ែបងប្អូនបាទអានេះគឺជាការបង្ហាញវត្តមានលើកទី3បើសិនជាសន្លប់ទៀតប្រហែលជាអាចនឹងសម្រាប់យូរតិចដែរសម្រាប់អតិជ័យច័ន្ទរាជហើយកីឡាករថុងលូអាញ់គីតកីឡាករម្ចាស់ផ្ទះរបស់វៀតណាមនេះគឺមិនដែលនឹងប៉ះជាមួយនឹងកីឡាករកម្ពុជាកន្លងមកទេដូច្នេះនេះគឺជាការប៉ះកីឡាករកម្ពុជាលើកទី1របស់កីឡាករបង្គោលក្រហមកីឡាករម្ចាស់ផ្ទះរបស់វៀតណាមបាទកីឡាករដែលមានឈ្មោះថាថុងលូអាញ់គីតហ្នឹងហើយពុកម៉ែបងប្អូនបាទយ៉ាងណាមិញក៏សូមតែខានតែពីទុកជាមួយមកដែរបើសិនជាខ្ញុំហៅឈ្មោះរបស់គាត់ខុសណាបាទឈ្មោះវៀតណាមខ្ញុំពិបាកអានតិចដែរបាទហើយកីឡាករអតិជ័យច័ន្ទរាជកីឡាករកម្ពុជារបស់យើងគឺងាយស្រួលក្នុងការហៅពុកម៉ែបងប្អូនបាទឈ្មោះខ្មែរណែកាយសម្បត្តិសាច់ឡើងទលុកទលុនអេមកពុកម៉ែបងប្អូនគឺខ្លែបខ្លាយតែម្ដងមិនមែនទលុកទលុនហ្នឹងគឺទលុនខ្លាញ់ណាគឺសាច់បាទគឺអីមកបាទគឺសិចភ័យដូចគ្នាបាទសម្រាប់ថុងលូអាញ់គីតកីឡាករមកចាប់ផ្ទះរបស់វៀតណាម 1.70 ឯអតិជ័យច័ន្ទរាជ 1.68 ទេរីកទស្សននៃការប្រកួតបាទ3ទឹកនៅលើសង្វៀន GMA 1ទឹក5នាទីបាទនៅក្នុងការប្រកួតគុណចម្រុះនេះគឺលក្ខណៈនៃការប្រកួតទូទៅបាទពុកម៉ែបងប្អូនយើងប្រហែលជាបានជ្រាបហើយបាទដាក់ចូលពីអតិជ័យច័ន្ទរាជកីឡាកររបស់កម្ពុជាធាក់មកជើងឆ្វេងពីថុងលូអាញ់គីតកីឡាករមកចាប់ផ្ទះរបស់វៀតណាមបាទដាក់ចូលពីអតិជ័យច័ន្ទរាជបាទ2លើកកន្លងទៅប៉ះកីឡាករវៀតណាមគឺសន្លប់ទាំង2លើកសម្រាប់អតិជ័យច័ន្ទរាជបាទនេះគឺជាការបង្ហាញព័ត៌មានលើកទី3ហើយបាទបើចាញ់ឬក៏សន្លប់ទៀតប្រហែលជាសម្រាប់យូរហើយអតិជ័យច័ន្ទរាជបាទកីឡាកររបស់ក្លឹបប្រដាល់មហិន្ទ្រៈគុណខ្មែរ Cambodian Top Team កូនសិស្សរបស់គ្រូហ៊ុនច័ន្ទរាជបាទតបមកជើងឆ្វេងពីបាទកីឡាកររបស់វៀតណាមថុងលូអាញ់គីតបាទដាក់ចូលពីអតិជ័យច័ន្ទរាជមកជើងស្ដាំបាទមិនដែលធ្លាប់ជួបគ្នាទេប្រហែលជាគេត្រូវការផ្ទងជាមុនសិនណាពុកម៉ែបងប្អូនបាទគូឯកគឺកីឡាករឡុងឡារបស់កម្ពុជាប៉ះអតីតដៃគូចាស់របស់រុនសរតបាទគឺកីឡាកររបស់វៀតណាមដែរបាទកុំភ្លេចរងចាំទស្សនាផងពុកម៉ែបងប្អូនបាទខ្ញុំបាននឹងអធិប្បាយចាជូនពុកម៉ែបងប្អូនទស្សនានៅវីដេអូបន្ទាប់នេះមកជើងឆ្វេងពីបង្គោលខៀវរបស់កម្ពុជាអតិជ័យច័ន្ទរាជបាទបង្គោលក្រហមថុងលូអាញ់គីតមកដៃឆ្វេងទាត់ជើងស្ដាំពីបាទកីឡាករថុងលូអាញ់គីតបាទតបមកជើងឆ្វេងពីអតិជ័យច័ន្ទរាជថាមកជើងឆ្វេងបាទមកជើងឆ្វេងកម្លាំងកញ្ចឹងកចូលគុំតិចរបស់អតិជ័យច័ន្ទរាជអូហូយបាទលះហើយទេសម្រាប់តិចរបស់កីឡាករថៃលូបាទថុងលូអាញ់គីតអធិត្រៃមកជើងឆ្វេងពីអតិជ័យច័ន្ទរាជមកដៃខាងឆ្វេងសងពីបាទថុងលូមកជើងឆ្វេងពីអតិជ័យច័ន្ទរាជបាទថុងលូអាញ់គីតនេះមើលទៅកាយសម្បត្តិគាត់ក៏ល្អណាស់ចូលកាច់ក្រៀកចាប់ណាខ្ញុំខ្លាចណាស់កីឡាករកម្ពុជារបស់យើងវាយអីបាទកន្លែងនេះគឺក្បាច់ទុនក្រាបរឿងរបស់អតិជ័យច័ន្ទរាជសង្គ្រោះនៅពីលើអ្នកដែលកាច់ខ្លួនទៅវិញហ៎លយណាស់កន្លែងនេះបងប្អូនបាទកីឡាករបាទថុងលូអាញ់គីតកីឡាកររបស់វៀតណាមជាអ្នកចូលកាច់ទេក៏ប៉ុន្តែអតិជ័យច័ន្ទរាជសង្គ្រោះពីលើអាចនៅពីលើវិញបានបាទដូច្នេះគឺកំពុងតែគ្របដណ្ដប់ទៅកាន់បាទកីឡាករថុងលូអាញ់គីតអតិជ័យច័ន្ទរាជពីដៃឆ្វេង3ដៃ4ដៃ5ដៃ6ដៃ7ដៃ8ដៃ9ដៃ10ដៃ11ដៃ12ដៃ13ដៃ14ដៃ15ដៃ16ដៃ17ដៃ18ដៃ19ដៃ20ដៃ21ដៃ22ដៃ23ដៃ24ដៃ25ដៃ26ដៃ27ដៃ28ដៃ29ដៃ30ដៃ31ដៃ32ដៃ33ដៃ34ដៃ35ដៃ36ដៃ37ដៃ38ដៃ39ដៃ40ដៃ41ដៃ42ដៃ43ដៃ44ដៃ45ដៃ46ដៃ47ដៃ48ដៃ49ដៃ50ដៃ51ដៃ52ដៃ53ដៃ54ដៃ55ដៃ56ដៃ57ដៃ58ដៃ59ដៃ60ដៃ61ដៃ62ដៃ63ដៃ64ដៃ65ដៃ66ដៃ67ដៃ68ដៃ69ដៃ100ដៃ101ដៃ102ដៃ103ដៃ104ដៃ105ដៃ106ដៃ107ដៃ108ដៃ109ដៃ110ដៃ111ដៃ112ដៃ113ដៃ114ដៃ115ដៃ116ដៃ117ដៃ118ដៃ119ដៃ120ដៃ121ដៃ122ដៃ123ដៃ124ដៃ125ដៃ126ដៃ127ដៃ128ដៃ129ដៃ130ដៃ131ដៃ132ដៃ133ដៃ134ដៃ135ដៃ136ដៃ137ដៃ138ដៃ139ដៃ140ដៃ141ដៃ142đ 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 đ
20 21 22 23 24 25 26 27 28 29អូបុកទាំងកាយទៀតចូល30អូមិនធម្មតាប្រហែលទៅមកលេងរួចចលាក៏ថងលូអញគិតអូតបយោអាចទៅជ័យច័ន្ទរាជមានទាំងមាត់លេបពុកម៉ែចិត្ត50ដៃចិត្ត20កែងមិនធម្មតាអូហូយក៏សុំខមលទោសទៅកាន់កលាក៏ថងលូអញគិតផងដែរអាចទៅជ័យច័ន្ទរាជខ្ញុំរកសឹងមិនអស់ទេកណ្ដាប់ដៃឆ្វេងស្ដាំហើយក៏បោករុំជាមួយ
នឹងផ្លាយកាយគុណខ្មែរដល់គុណភាពរបស់អតិជ័យច័ន្ទរាជធ្វើឲ្យខ្លួនខ្លាជាបាទកីឡាករអាចបំបែកឯកតកម្មចំពោះខ្លួនឯងបាទគឺរាល់ដងគាត់សន្លប់របស់គេថ្ងៃនេះផ្ដួលគេសន្លប់ម្ដងដូច្នេះវាជាជ័យជំនះដ៏ធំធេងសម្រាប់គាត់លើកទង់ជាតិនៅលើសង្វៀន MGMA របស់វៀតណាមបាទ GMA ព្រឹត្តិការណ៍លើកទី12នេះគឺមិនធម្មតាអតិជ័យច័ន្ទរាជអាចផ្ដួលកីឡាករម្ចាស់ផ្ទះរបស់វៀតណាមថងលូអង្គិតឲ្យលោកគ្រូញ៉ាំកណ្ដាប់បបងនៃការប្រកួតត្រឹមទឹកទី1នាទីទី1ក្នុងមិនធម្មតាអីណាបាទអបអរសាទរសម្រាប់កីឡាកររបស់កម្ពុជារបស់យើងផងដែរបាទគឺលើកទឹកចិត្តឲ្យបានច្រើនកកឃើញទេពុកម៉ែព្រមគាត់ចាញ់ពីលើកបាទកន្លងទៅហើយក៏ប៉ុន្តែគាត់អាចយកជ័យជំនះលើកបាននៅក្នុងចំនួននៃការបង្ហាញវត្តមានលើកទី3នេះបាទរំចង្វាក់បារាណខ្មែររបស់យើងនៅលើសង្វៀន GMA ទទួលបានការគ្រប់គ្រងពីពុកម៉ែបងយើងជនជាតិវៀតណាមក៏ចូលរួមទស្សនាទាំងស្រីទាំងប្រុសតែម្ដងបាទនៅវៀតណាមគេពេញនិយមការប្រកួតបាទគុណចម្រុះឬក៏ MMA ណាបាទគេដើរមុនយើងដូចជារាប់ជំហានណាពុកម៉ែបងបាទអរគុណណាស់សម្រាប់ការអធិប្បាយរបស់ខ្ញុំបាទនេះបាទមានកន្លែងណាខុសឆ្គងបាទក៏សូមមេត្តាខន្តីនឹងអភ័យទោសបាទកុំភ្លេចរងចាំទស្សនានៃការប្រកួតរបស់កីឡាករកម្ពុជារបស់យើងមួយរូបទៀតបាទគឺឡុងឡាវាយគូឯកបាទខ្ញុំបាទនឹងអធិប្បាយចែកជូនពុកម៉ែបងទស្សនាក្រោយពេលដែលពុកម៉ែបងយើងបានទស្សនាវីដេអូនៃការប្រកួតក៏ដូចជាការផ្ដួលដៃគូឲ្យបបងនៃការប្រកួតដោយកីឡាករអតិជ័យច័ន្ទរិទ្ធរបស់កម្ពុជាអរគុណសម្រាប់ការចូលរួមទស្សនាជួបគ្នានៅវីដេអូក្រោយ